ទោះបីជាទឹកក្នុងអូរស្អាតយ៉ាងណាក៏ដោយអ្នកមិនគួរផឹកជាដាច់ខាតការផឹកទឹកពីអូរដោយផ្ទាល់របស់អ្នកដែលថតវីដេអូផ្សងព្រេងក្នុងព្រៃតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗគឺជាវិធីសាស្ត្រដែលខកខ្លាំងណាស់ព្រោះទោះបីជាទឹកដែលអ្នកឃើញនោះថ្លាស្អាតយ៉ាងណាក៏ដោយក៏វាអាចមានសារធាតុកក់ខ្វក់ដែលមើលមិនឃើញដោយភ្នែកទទេដែរហានិភ័យចំពោះសុខភាពណាមួយនៅក្នុងអូរនោះអាចមានសត្វដែលងាប់នៅក្នុងទឹកដែលធ្វើឲ្យទឹកលាយឡំទៅដោយបាក់តេរីប្រូតូស៊ូអានិងវីរុសមេរោគទាំងនេះអាចធ្វើឲ្យញាក់រាករូសក្តៅខ្លួននិងអាចបាត់បង់ជីវិតបានត្រឹមតែផឹកមួយអឹកប៉ុណ្ណោះទោះបីជាគ្មានសត្វអ្វីងាប់ក្នុងទឹកក៏ដោយក៏ទឹកអាចមានលោហៈធ្ងន់ដូចជាសារធាតុអាសេនិកនិងសំណដែលអាចកើតឡើងដោយខ្លួនឯងតាមធម្មជាតិនៅក្នុងតំបន់មួយចំនួនឬអ្វីដែលអាក្រក់បំផុតគឺបណ្ដាលមកពីឧស្សាហកម្មនិងរ៉ែដែលស្ថិតនៅឆ្ងាយពីតំបន់នោះដូច្នេះបើទោះជាអ្នកជាប់នៅក្នុងព្រៃហើយចាំបាច់ត្រូវផឹកទឹកពីអូរក៏ដោយក៏គួរតែដាំទឹកនោះឲ្យពុះមុននឹងផឹកឬរកអ្វីមកច្រោះជាមុនសិន